កន្លែងរស់ស៊ីរបស់យើងបែរទិសទៅខាងណាល្អអត់យើងអាចយករបស់នេះទៅបោះបានជាពិសេសគឺម្ហូបអាហារនេះបញ្ជាក់នៅក្នុងនឹងដែរគឺមានម្ហូបអាហារបន្លែផ្លែឈើត្រីសាច់សម្លៀកបំពាក់លំនៅឋានឬក៏ការដឹកជញ្ជូនផ្ទាល់ខ្លួនតែម្ដងណាបាទមានសួរពុកម៉ែបងប្អូនដែលកំពុងតែតាមទស្សនាវីដេអូរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបប្រើប្រាស់ដែកវាស់បាទសម្រាប់ដែកវាស់នេះយើងមាន2ណាមានច្រើនណាសម្រាប់លក់នៅលើទីផ្សារប៉ុន្តែបច្ចុប្បន្ននេះយើងយកតែ2នេះដែលមាននៅក្នុងស្តុកសម្រាប់បងប្អូនយកទៅប្រើប្រាស់សម្រាប់ដែកវាស់នេះដែរយើងមាន2ពណ៌សម្រាប់ការប្រើប្រាស់តើយើងវាស់បានអីគេខ្លះវាស់បានអីគេខ្លះខ្ញុំនឹងលម្អិតជូនបងប្អូននៅពេលបន្ទាប់នេះបន្ថែមទៀតហើយសម្រាប់ដែកវាស់នេះពណ៌មាសនេះគឺតម្លៃសមរម្យបងប្អូនអាចជាវយកទៅប្រើប្រាស់ទៅសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃទាំងអស់គ្នាតែម្ដងហើយសម្រាប់ដែកវាស់នេះយើងវាស់បានច្រើនណាបាទហើយសម្រាប់ការវាស់នេះគឺខ្ញុំចេះមកពីលោកគ្រូនីរ៉ាន់ហៅម៉ាប់ដែលជាកូនសិស្សរបស់លោកឪសានណាបាទយើងនឹងយកមកវាស់សម្រាប់ការវាស់គឺយើងវាស់បានទាំង2នេះតែម្ដងហើយនឹងវាស់បានតែយើងយកតែមួយមកវាស់អញ្ចេះក៏បានដែរហើយសម្រាប់ការវាស់នេះយើងវាស់បានច្រើនណាបាទហើយដោយបងប្អូនបានទស្សនាវីដេអូខ្លះពីមុនមកខ្ញុំបានពិសោធន៍លោកគ្រូនីរ៉ាន់ហៅម៉ាប់បានវាស់ច្រើនជូនបងប្អូនទាំងអស់គ្នាហើយសម្រាប់ការវាស់ដែកនេះតើយើងវាស់បានអីគេខ្លះណាបាទនេះពោប្រាក់ជូនបងប្អូនទាំងអស់គ្នាម្ដងទៀតនេះងាយស្រួលក្នុងការទុកដាក់ដូចជាប៊ិចពីដើមតែម្ដងហើយមានកលឹះនេះសម្រាប់ដាក់នៅក្នុងកប៉ៅគឺមានភាពងាយស្រួលណាបាទនេះងាយស្រួលក្នុងការទុកដាក់បាទហើយសម្រាប់ថាតើដែកនេះវាស់បានអីគេខ្លះឧទាហរណ៍ថាបន្លែផ្លែឈើដែលលក់នៅលើទីផ្សារបច្ចុប្បន្នយើងមើលអត់ឃើញយើងអាចយករបស់នេះមួយយកទៅវាស់បានណាដូចវីដេអូរបស់ខ្ញុំអាចវាស់បន្លែផ្លែឈើត្រីសាច់ទីតាំងជ័យភូមិទីកន្លែងផ្សេងហើយខ្ញុំសូមបញ្ជាក់ថាសម្រាប់រឿងរ៉ាវទាំងអស់នេះសម្រាប់បទពិសោធន៍ទាំងអស់នេះខ្ញុំមិនមែនជាអ្នកផលិតដោយខ្លួនឯងឬក៏បង្កើតព្រឹត្តិការណ៍បំពុលសង្គមទេណាខ្ញុំបានយោងឯកសារមួយចំនួននៅក្នុងសៀវភៅនេះហើយនឹងយើងបានរៀនផ្ទាល់ជាមួយមានគ្រូណាបាទនៅក្នុងសៀវភៅនេះនៅពេលដែលបងប្អូនជាវទៅនឹងបានសៀវភៅនេះមួយក្បាលដើមភាសាចិនហើយសៀវភៅសម្រួលជាភាសាខ្មែរនេះគឺមួយក្បាលជូនបងប្អូនទាំងអស់គ្នាហើយភាសាចិននេះនៅក្នុងទំព័រទី9នេះនឹងមានលម្អិតផ្ទាល់ថាតើយើងវាស់បានអីគេខ្លះណាបាទឧទាហរណ៍ថាខ្ញុំ highlight ឲ្យបងប្អូនទាំងអស់គ្នាគឺអក្សរហ្វឹងហើយនិងអក្សរស្រួយអក្សរហ្វឹងស្រួយនៅក្នុងភាសាចិនគឺសំខាន់មែនតែម្ដងណាបាទហើយបងប្អូនដែលចេះភាសាចិនបងប្អូនអាចទៅស្រាវជ្រាវបន្ថែមខ្លួនឯងថាតើដែកវាស់ទាំងអស់នេះមានលទ្ធភាពក្នុងការវាស់ឲ្យបន្ថែមយកសភៅភាសាចិននឹងបន្ថែមហើយមើលវីដេអូខ្លះខាងខ្ញុំនឹងចេះរបៀបប្រើប្រាស់តែម្ដងហើយក្នុងសៀវភៅនេះខ្ញុំចង់សង្ខេបនៅទំព័រទី9ជូនបងប្អូនទាំងអស់គ្នាឧទាហរណ៍ខ្ញុំ highlight ជូននេះគឺអត្ថប្រយោជន៍និងរឿងរ៉ាវឬក៏សម្ភារៈមួយចំនួនដែលយើងអាចវាស់បានណាបាទនៅក្នុងនោះការវាស់មានន័យថាប្រសិនបើយើងវាស់ចង់រកទីតាំងដែលល្អសម្រាប់ការរស់ស៊ីឬក៏កន្លែងនៅឬក៏កន្លែងគេងគឺយើងអាចវាស់បានសម្រាប់ទីតាំងណាបាទទី2វាស់សម្រាប់ការបើកហាងថ្មីកាក់ឬក៏ផ្ទះថ្មីគឺយើងអាចយករបស់នេះទៅវាស់បានដែរទិសឬក៏ហាងកន្លែងរស់ស៊ីរបស់យើងបែរទិសទៅខាងណាល្អអត់យើងអាចយករបស់នេះទៅវាស់បានដូចគ្នាដែរបាទទី3ពាក់ព័ន្ធជាមួយនឹងការវាស់មុំចង្ក្រានដែលយើងចម្អិនម្ហូបអាហាររាល់ថ្ងៃយើងក៏អាចទៅវាស់បានដែរទីតាំងនឹងល្អមិនល្អណាបាទហើយទីបន្ទាប់គឺការិយាល័យមានន័យថាកន្លែងដែលយើងធ្វើការអង្គុយធ្វើការអង្គុយប្រកបមុខរបរចិញ្ចឹមជីវិតលក់ដូរប្រចាំថ្ងៃអង្គុយធ្វើការផ្សេងហ្នឹងក៏យើងអាចវាស់បានដូចគ្នាដែរបាទទីបន្ទាប់គឺវាមានគ្រឿងសង្ហារឹមទ្រព្យផ្សេងឧទាហរណ៍មានខ្សែកចិញ្ចៀនឬក៏ឧបករណ៍ផ្សេងដែលយើងប្រើប្រាស់ប្រចាំថ្ងៃហើយការវាស់នេះគឺមានវាស់ដើម្បីលើកលាភសំណាងល្អគ្រោះ
ជាពិសេសគឺម្ហូបអាហារនេះបញ្ជាក់នៅក្នុងនឹងដែរគឺមានម្ហូបអាហារបន្លែផ្លែឈើត្រីសាច់សម្លៀកបំពាក់លំនៅឋានឬក៏ការដឹកជញ្ជូនផ្ទាល់ខ្លួនតែម្ដងណាបាទសម្រាប់ការវាស់នេះគឺវាស់បានច្រើនហើយបងប្អូននឹងឃើញរូបភាពខ្ញុំនឹងបង្ហាញនៅលើ screen នេះស្រាប់គឺមានច្រើនណាការវាស់មានបន្លែផ្លែឈើត្រីសាច់ខ្ញុំចង់សង្ខេបជូនបងប្អូនទាំងអស់គ្នាម្ដងទៀតសម្រាប់ការវាស់ទិសនេះយើងអាចវាស់ការិយាល័យវាស់មុំល្អនៃទិសចង្ក្រានគ្រឿងសង្ហារិមគ្រឿងប្រើប្រាស់នៅក្នុងផ្ទះតំណែងហិរញ្ញវត្ថុឬក៏លាភសំណាងផ្សេងណាបាទអញ្ចឹងប្រសិនបើបងប្អូនទាំងអស់ចង់ដឹងអំពីការវាស់នេះបងប្អូនអាចចុច link នៅក្នុង description ឬក៏ការពិពណ៌នាខាងលើខ្ញុំនឹងលម្អិតជូនអំពីរបៀបប្រើប្រាស់នៅក្នុងសៀវភៅនេះជាភាសាដើមភាសាចិនហើយនិងភាសាខ្មែរដើម្បីឲ្យបងប្អូនជ្រាបច្បាស់តែម្ដងហើយសម្រាប់បងប្អូនដែលគាត់ត្រូវការដែកវាស់នេះម្នាក់មកគូយកទៅប្រើប្រាស់តម្លៃថោកសមរម្យទេហើយប្រសិនបើបងប្អូនអត់ចង់ចំណាយច្រើនណាបាទបងប្អូនអាចធ្វើវាដោយខ្លួនឯងខ្ញុំមានរបស់ដែលធ្វើដោយខ្លួនឯងតែម្ដងនេះជូនបងប្អូនទាំងអស់គ្នាណាបាទនេះបាទដៃស្នួរខោអាវបងប្អូនយកមួយមកកាត់ដោយខ្លួនឯងមកហើយកាត់រាងជាអក្សរ L ឬក៏កែងនឹងផែនដីនេះបាទមកហើយបងប្អូនអាចដាក់សវកប៊ិចចំនួន2ដើមមកបងប្អូនអាចវាស់បានដូចគ្នាដែរណាបាទហើយសម្រាប់បងប្អូនដែលពុំទាន់ទៅតែរៀនឬក៏ប្រើប្រាស់ថ្មីបងប្អូនអាចរៀនឲ្យស្ទាត់ជំនាញសិនដើម្បីការវាស់ទៅគឺបានលទ្ធផល 100% តែម្ដងណាបងប្អូនអាចវាស់មួយគូក៏បានឬក៏មួយចំហៀងចេះក៏បានដែរខ្ញុំមានវីដេអូលម្អិតខ្លះជូនបងប្អូនអាចទស្សនាបន្ថែមនៅក្នុង channel YouTube របស់ខ្ញុំបាទមជ្ឈមណ្ឌលផ្សព្វផ្សាយកម្ពុជាគឺមានលម្អិតជូនអំពីការប្រើប្រាស់តើយើងប្រើប្រាស់ដើម្បីវាស់អីគេខ្លះហើយនឹងរបៀបប្រើប្រាស់ណាបាទសម្រាប់វីដេអូនេះខ្ញុំជូនតែប៉ុណ្្នឹងជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អសម្រាប់ឆ្នាំថ្មីទាំងអស់គ្នាណាបាទជួបគ្នានៅវីដេអូក្រោយបន្ថែមទៀតអរគុណបាទ